ដូរគ្រឿងអគិសនីឲ្យកូនទៀតហើយជូនាងមានចិត្តកតញ្ញូចំពោះប៉ានាងដែលស្លាប់ទៅនោះនាងបានសរសេរសម្បត្តិមកប្រាប់ថានាងមានមិត្តប្រុសហើយនាងបានរកការងារធ្វើទៀតផងខ្ញុំចង់ចេញទៅធ្វើការងារដែរតែលោកពូមិនព្រមសោះសូមមច្ចរាជបើកផ្លូវខ្ញុំបានថ្វាយដង្វាយជូនហើយឆ្នាំនេះមានទូរទស្សន៍ពណ៌គ្រប់កំភ្លេចាំឆ្នាំក្រោយយើងនឹងជូនឡានវីឡាហើយនឹងទូទឹកកកឲ្យទៀតលោកប៉ាអ្នកម៉ាក់ឆ្នាំនេះកូនមានរបស់តែប៉ុណ្្នឹងទេបើឆ្នាំក្រោយកូនរកស៊ីមានបានកូនដុតជូនលោកទាំងពីរទៀតមិនត្រូវលំដាក់ធុងភ្លើងចឹងទេឆាប់ត្រឡប់ទៅវិញភ្លាមទៅប៉ាឯងកំពុងរកណាយាយសាមមើលណោកន្លែងលោកយាយភ្លឹងឆេះអស់ហើយមនុស្សចាស់ចាំជាអត់បានការអីមែនកុំចាស់អីលោកពូរបស់នេះតែឆេះពាក់កណ្ដាលមិនត្រូវពលុតវាទេហេតុអីទៅវាមកចរិតក្នុងមួយឆ្នាំបើកតែម្ដងទេខ្មោចទាំងនោះគេសប្បាយចិត្តណាស់គេនាំគ្នាមកយកអីវ៉ាន់ដែលថ្វាយឲ្យគេតែបើគេទៅវិញដោយដៃទៅទេនោះតើគេមានអារម្មណ៍យ៉ាងណាអូសូមជាផ្លូវសូមជាផ្លូវចាមានខ្មោចមិនអីទេអាលៀនឆាប់ទៅយកធូបភ្លាមមកចាមិនអីទេនិយាយតាមលុតជង្គង់ចុះទៅសូមកុំប្រកាសនឹងខ្ញុំអីបាទហើយយាយសាក្រោកឡើងមកពិតមែនណាគេមកទទួលការសំទោសពីយើងហើយណាអាលៀនជួយយាយសាទៅផ្ទះព្រាមទៅពិតជាអត់អីទេអត់អីទេយាយចូលទៅសម្រាកសិនទៅប្រយ័ត្នបន្តិចណាអូយកុំប្រកាសនឹងខ្ញុំអីពិតជាអត់អីមែនណាពិតជាមិនអីមែនចិត្តលើខ្ញុំចុះយាយមិនបាច់ព្រួយទេចូលទៅក្នុងផ្ទះសិនទៅត្រាញឃើញមិនចង់ផឹកស្រាវិន័យអូយពូបងអើយជួយខ្ញុំផងអាលៀនឆាប់ដល់យាយសាចូលក្នុងទៅអូយខ្ញុំខ្លាចណាស់ទៅដល់ថ្ងៃពីរកាន់នឹងបរួចត្រូវតែឲ្យធូបឲ្យគេណាចាសោយអីលោកពូដូចអាចារ្យអញ្ចឹងមិនមែនដូចប៉ូលីសទេអាចារ្យនិងប៉ូលីសសុទ្ធតែកម្ចាត់អំពើអាក្រក់ដូចគ្នាទេនេះជារបស់លោក
ហើយនេះជារបស់លោកបានអរគុណហើយបានណែយកទឹកតែមកកែមកលឺទេបានអេឈប់សិនឲ្យសាច់ខ្លែមួយចានទៀតមកបានណែយកប្រដាប់គោកតុយប្រៃផងអាឡែនកុំលេងហួសហេតុពេកណាលោកអធិការលេងផ្ដាំឆាយធ្វើឲ្យដូចបន្តិចណាអ្នកបំរើភ្ញៀវត្រូវតែធ្វើឯងកុំលេងបំរើភ្ញៀវមិនត្រូវតវ៉ាទេឯងកុំចង់លេងសើចជាមួយខ្ញុំណាលោកអធិការលេងផ្ដាំចឹងចាំត្រឡប់ទៅវិញចម្រាស់បញ្ជីគ្នាសម្លាញ់ពេលធ្វើការហៅខ្ញុំលោកអធិការលេងមិនត្រូវហៅសម្លាញ់ទេអូខ្ញុំដឹងហើយលោកហៅខ្ញុំថាអ្នកបំរើទៅលោកលេបចាណូតំណែងឯងទេឯងចេះលេងទេខ្ញុំមិនចេះទេកុំចំណាយអីចឹងមានសកម្មភាពអីសោះដំណឹងខ្លាំងៗទីដឹងយល់ល្អយើងគួរត្រឡប់ទៅវិញមើលស្រីនោះស្អាតទេវិញលោកអធិការយើងមានភារកិច្ចមកចាប់ថ្នាំញៀនចាប់ភារកិច្ចចាំញ៉ាយទៅបានទេនាងអង្គុយទីនេះជិត2ម៉ោងទៅហើយលោកគិតយ៉ាងម៉េចគួរតែមានមនុស្សម្នាក់ទៅកំដរនាងអូនឹងចង់រាក់តាក់គេហ្នឹងខ្ញុំថាឯងល្ងងណាលោកអធិការថានាងពិតជាមានបញ្ហាមែនទេហើយមើលនាងមើលនាងអង្គុយទីនេះយ៉ាងយូរដៃអត់កម្រើកសោះហើយដៃរបស់នាងមិនដែលឃ្លាតពីវ៉ាលីទេបើអញ្ចឹងយើងទៅសួរនាងមើលជ្រោបសិនចាំ10នាទីទៀតពេលនេះទាំង10នាទីតើវាខុសគ្នាប៉ុណ្ណាទៅបាត់ភ្លេងខ្ញុំលេងមិនតាន់ចប់លើមេក្រុមយ៉ាងម៉េចទៅហើយស្រីនោះម្នាក់ឯងទេស្រួលទប់ទល់ទេណាណានាងរបស់ក្នុងកែវនេះនាងមិនចូលចិត្តញ៉ាំទេណានាងថយចេញសុំទោសខ្ញុំអាចអង្គុយក្បែរនាងបានទេនាងខ្ញុំគឺជាប៉ូលីសខ្ញុំសង្ស័យថាក្នុងវ៉ាលីរបស់នាងមានបញ្ហាខ្ញុំសូមឆែកឆេរបើនាងមិនបើកខ្ញុំបើកខ្លួនឯងលោកអធិការមានបញ្ហាហើយបាទមើលខ្ញុំនឹងប្តឹងនាងថានាងជាអ្នកជួញគ្រឿងញៀនលោកអធិការយ៉ាងម៉េចទៅហើយចាប់នាងឲ្យបានទៅឲ្យលេងឯងចង្រៃជួយខ្ញុំផងជួយខ្ញុំផងជួយខ្ញុំផងឈប់សិនលើកដៃឡើងយើងបាញ់ហើយណាអូយកុំបាញ់អីជួយខ្ញុំផងទៅឲ្យលើឡើងឆាប់ទូរស័ព្ទទៅថ្នាក់លើឲ្យបិទផ្លូវទីនេះជាបន្តលើទេបាទសម្លាញ់លោកអធិការព្រោះរបាយការណ៍គេទៅសេយ៉ាងម៉េចទៅមិនពិបាកទៅសេទេតែគេមិនជឿយើងទៅសេឲ្យនៅទៅសេរួចហើយបានឲ្យខ្ញុំមើលបន្តិចហេតុការណ៍ពេលនោះកើតឡើងលឿនណាស់មាននារីជនជាតិចិនម្នាក់បានទម្លាយបង្អួចចេញទៅខ្ញុំក៏បានហក់ចូលទៅចាប់នាងបុកនាងឡើងផ្ងាជើងរបាយការណ៍ឯងទៅសេបានល្អណាស់គ្រាន់បាទណែឯងឆាប់វាអង់គ្លីលេខទៅកុំឲ្យខ្ញុំពិបាកពេកណាខ្ញុំមិនមែនវាឲ្យឯងទេពេលនេះខ្ញុំចង់វាលិខិតសុំលាលែងពីការងារតាឥឡូវកុំលេងសើចជាមួយខ្ញុំណា
តើឯងមានអារម្មណ៍ថានារីនោះចម្លែកទេចម្លែកមែនឯងអង្គុយទីនេះជាង2ម៉ោងទៅហើយមិនទាន់ស៊ើបប្រវត្តិនារីនោះដឹងទៀតស៊ើបរួចហើយនារីនោះកាលពីមុននៅកុងស៊ីជើមានជីដូនម្នាក់អាយុ78ឆ្នាំគេហៅគាត់ថាយាយសាមឯងចង់ធ្វើអីនឹងខ្ញុំទូរស័ព្ទហៅគាត់យកសារសពសួរចម្លើយណាពេលនេះបើឯងតាមរឿងក្តីក៏អត់ប្រយោជន៍ដែរតើតើឯងចេះប្រើខួរក្បាលទៅបានឯងកុំសម្លឹងមុខខ្ញុំបានទេយាយចាស់នោះមានអាយុ78ឆ្នាំទៅហើយឯងហៅគាត់ពីកុងស៊ីជើមកទីនេះតើឲ្យគាត់សម្រាប់ប្រមាណថ្ងៃទៅនិយាយពីនេះបានមែនទេបើកុំតែឯងជាមិត្តនឹងខ្ញុំ10ឆ្នាំក្បីខ្ញុំប្រមានឯងបាត់ហើយសម្លាញ់គ្រាន់តែនិយាយលេងផងក៏មិនបានក្បាលឯងមានចៃណាក្បាលឯងបើមានចៃឯងកុំលេងសើចជាមួយខ្ញុំច្រើនពេកទូរស័ព្ទទៅអញ្ចឹងទូរស័ព្ទទៅកុងស៊ីជើហៅបងប្អូនគេមកវិនិយោគទុនទៅអរគុណចាលោកពងយើងមានពេលទៅលេងទីក្រុងអញ្ចឹងអារម្មណ៍ក៏ល្អដែររួចហើយយើងចូលទៅហាងយង្គួនទិញខោអាវតែម្ដងទៅណាលោកពូកុំនិយាយច្រើនយើងមកទទួលសាកសពជំនួយយាយសាបពូទៅប៉ប៉ូលីសទៅណាកុំទៅដែរលោកពូឯងសន្យាជាមួយពូថាម៉េចខ្លះខ្ញុំចាំពេលដើរលេងត្រូវលោកពូយល់ព្រមចង់មើលកុនត្រូវទៅជាមួយពូមិនឲ្យនិយាយលេងជាមួយប្រុសទេលុះត្រាតែលោកពូមិននៅអូលុះត្រាតែលោកពូនៅនាងមកម្នាក់ឯងទេមកជាមួយពូខ្ញុំអូប្រសាណាស់អញ្ចឹងប៉ានាងស្លាប់បើអញ្ចឹងម្ដាយនាងស្លាប់អូយពិតជាកំសត់មែនប៉ុន្តែមិនអីទេនៅក្មេងអញ្ចឹងអាចយកប្តីទៀតបានណាលោកឯងនិយាយសុំ20ទោសអូកន្លះអស់ហើយឲ្យចាំខ្ញុំជូតឲ្យណាសុំ20ទោសបានសុំ20ទោសអាចចង្រៃយោអូយលោកពូវាយគាត់អញ្ចឹងច្រឡំហើយគាត់ជួយជូតខោអាវខ្ញុំតើសុំ20ទោសបាទខ្ញុំមានការយកច្រឡំឲ្យបាទប៉ូលីសមកទទួលសាកសពឈិនជូបាទគឺខ្ញុំឲ្យលឺឡើងដល់បងសម្រាប់ឥឡូវហើយរៀបច្បងគឺជាក្រុមប៉ូលីស2237មែនទេខ្ញុំមកនេះគឺដើម្បីទទួលលបងណាសូមអញ្ជើញចូលលបងលោកពូណែទៅយើងត្រូវក្របកន្លែងណាបាទត្រូវជើងមិនបានជាអញ្ចឹងចំជាចម្លែកមែនចម្លែកស្អីទៅបានមនុស្សត្រូវក្របតែតែមានប្រហោងចឹងហើយតែមនុស្សត្រូវក្របមុខរបួសវាហើមណាត្រូវមិនក៏អញ្ចឹងលុះត្រាតែនាងស្លាប់មុនត្រូវក្របមុនត្រូវក្របនាងខ្លាំងណាស់ខ្ញុំឆ្លងកាត់ផ្លូវ2 3ឯណោះមនុស្សដែលស្លាប់ហើយអាចធ្វើចលនាបានស្លាប់ហើយធ្វើចលនាមិនដង្កើតទៅនេះគឺជាបេតិកម្មរបស់សរសៃចង់ឲ្យមនុស្សស្លាប់ធ្វើចលនានិងមានវិធីច្រើនទៀតរៀមច្បងចេះច្រើនមែនណាមិនបានជាក្បាលរបស់នាងមានរបួសអញ្ចឹងខ្ញុំមិនដឹងទេខ្ញុំមិនបានវាយក្បាលរបស់នាងទេបើការពិនិត្យសាកសពនៅណានៅប៉ុស្តិ៍ប៉ូលីសទៅយើងរៀមច្បងអញ្ជើញមកខាងនេះបានសូមអញ្ជើញសេចេញអាចจะប្រាក់លុយសងខ្ញុំកាលឲ្យចាំថ្ងៃក្រោយទៅរៀមច្បងអញ្ជើញទៅខាងនោះបានឲ្យជើយកទៅដោះគោពីកែមករៀមច្បងមិនស្អាយដាក់ទឹកសាបឲ្យជើដាក់ទឹកសាបលើអត្តកាលីមិនតមកទេរៀមច្បងអង្គុយខាងនោះទៅរបាយការណ៍វារួចអស់ហើយលោកអ៊ំនេះគាត់ធ្វើអីដែរ
លោកអ៊ំនេះជាស្អីគាត់ជារៀមច្បងហ្វុងណាពេលដែលគាត់ធ្វើអធិការនាងមិនទាន់ចេះស្លៀកសពុតផងរៀមច្បងចាំមកផ្លែតខ្ញុំទៅរកលោកអធិការលីងទូលភ្ញៀវតែលោកសូមជួយពិសាទឹកបាទអរគុណយ៉ាងម៉េចចេះកុំព្យូទ័រខូចហើយកុំព្យូទ័រខូចទេដែរយ៉ាងម៉េចហើយយ៉ាងម៉េចហើយដាច់ភ្លើងគេដឹងចាំមើលលើអធិការកុំព្យូទ័រខូចហើយប្រហែលជាភ្លើងនោះវាជន់ខ្សែដាច់ណាហើយឆាប់តខ្សែភ្លាមទៅអាយ៉ាស្លៀកពាក់ស្អាតបាតណាតែលេងជាមួយលោកណាលោកអធិការលីងលោកអធិការមកពីកងស៊ីងជើចង់ជួបលោកចាលោកអធិការជួយតាមខ្ញុំបានលោកអធិការរបាយការណ៍សរសេររួចហើយចាអស្ចារ្យមែនសរសេរបានលឿនណាស់លើកក្រោយចាំខ្ញុំប៉ានាងញ៉ាំស្ករគ្រាប់ណាសំទោសបានយុវជនលេងដៃជើងមិនល្អទេសម្លាញ់ខ្ញុំខំតាដារកឯងគ្រប់ទីកន្លែងគាត់នេះជារៀមច្បងហ្វុងដែលនៅកងសិញ្ជៅណាខ្ញុំស្គាល់គ្នាហើយអ្នកពូហ្វុងប្រកែណាបាញ់មិញគាត់យកដៃចុចសាកសពនោះក៏លោតឡើងភ្លាមខ្ញុំភ័យណាខ្ញុំជាប៉ូលីសណាឯងកំពុងតែនិយាយពីរឿងនិទានហើយបើយល់ល្អគួរតែនិយាយពីរឿងវិទ្យាសាស្ត្រវិញទៅពូហ្វុងចេញអង្គុយបានណែខ្ញុំមានភារកិច្ចច្រើនណាស់ដែលត្រូវធ្វើពួកលោកទៅចែកគ្នាចុះមែនហើយលោកពូមករាយការណ៍ពីចម្លើយរបស់យាយសាមែនទេមែនហើយលោកពូសាលាប៉ូលីសគួរតែធ្លាប់បង្រៀនលោកពូពីចំណុចសំខាន់នៃការរាយការណ៍ចម្លើយនេះគឺស្អាតម៉ត់ចត់និងរហ័សរហួនច្បាស់លាស់មិនបំផ្លើសលោកពូអាចចាប់ផ្ដើមធ្វើបានហើយខ្ញុំមិនដឹងទាំងអស់ឈប់សិនមិនក៏លោកពូមិនដឹងអីសោះអញ្ចឹងឬក៏នាងនោះថាមិនដឹងសាលាប៉ូលីសធ្លាប់បង្រៀនលោកដែរការសួរចម្លើយត្រូវការស្ងៀមស្ងាត់គឺខ្លួនឯងទៅឈប់សិនលោកពូពួកខ្ញុំធ្វើនេះដើម្បីបញ្ចប់រឿងក្តីឲ្យបានឆាប់បើពូនិយាយចឹងមានតែចប់ហើយមានកាយបើកុំតែមានការខ្ញុំមិនមកទីនេះទេបានហើយបើសិនជាឯកសារដែលពូនិយាយគឺមានពាក់ព័ន្ធដល់រឿងក្តីខ្ញុំក៏ចង់ស្ដាប់យោបល់ពូដែរត្រែងពូនិយាយថាចង់មើលរបាយការណ៍ពិនិត្យសាកសពត្រូវហើយជនរងគ្រោះនោះបានស្លាប់មុនពេលត្រូវគ្រាប់កំភ្លើងលោកពូស្មានតែពូខ្ញុំជួបខ្មោចមិនមែនជួបខ្មោចទេជួបមនុស្សដែលស្លាប់ទៅហើយមនុស្សដែលស្លាប់ហើយណែអំបញ្ញមិញនៅក្នុងបន្ទប់ពិសោធន៍ខ្ញុំឃើញស្ងៀមទៅលោកពូនេះជាសតវត្សទី20ឆ្នាំ90លោកពូនៅតែជឿអបិយជំនឿទៀតមកពីលោកឯងរៀនបានតិចបើអញ្ចឹងត្រូវការធ្វើបន់ជួយលាងបាបឲ្យនាងទេនាងមិនមែនជាខ្មោចមិនអាចលាងបាបបានទេហើយបានហើយឥឡូវចេះតែចោះនាងមិនមែនជាខ្មោចទេប៉ុន្តែនាងស្លាប់បាត់តាំងពីយូរណាស់មកហើយអញ្ចឹងសូមលោកប្រាប់ខ្ញុំមកមើលគឺជាសាកសពណាគឺជាខ្មោចសាកសពមានច្រើនយ៉ាងណាមនុស្សដែលស្លាប់ហើយអាចធ្វើចលនាបាននេះគឺជាប្រតិកម្មរបស់សរសៃចង់ឲ្យមនុស្សស្លាប់ធ្វើចលនានិងមានវិធីច្រើនទៀតអើយរៀមច្បងចេះច្រើនមែនណាយើងខានជួបគ្នាយូរហើយនាំគ្នាចូលទៅក្នុងបន្ទប់ខ្ញុំសិនទៅលបងអត់ប្រែប្រួលសោះនៅឈរទៅអត់ការងារធ្វើទេហ៎មិនមែនទេពូហ្វុងបាននិយាយថាមានមនុស្សប្រាសាកសពឲ្យរត់គ្រឿងញៀនបាននិយាយតែផ្ដោះប៉ូលីសនិយាយពាក្យផ្ដេសផ្ដាអញ្ចឹងមិននឹងកើតខ្ញុំលាទៅមុនហើយបាទលបងចង់ស្ដាប់រឿងក្តីនេះទេយើងខានជួបគ្នាយូរហើយនាំគ្នាចូលទៅក្នុងបន្ទប់ខ្ញុំសិនទៅអធិការលីងក៏ចូលដែរណាឯកសារនេះរងចាំលបងយូរហើយចុះហត្ថលេខាទៅលបងនៅតែខ្លាំងទៀតកុំតែលបងមានគោលការណ៍ច្រើនកុំអីលបងអង្គុយកៅអីខ្ញុំបាត់ទៅហើយគោលការណ៍គឺជាគោលការណ៍មិនអាចកែប្រែបានហើយបើអញ្ចឹងខ្ញុំទុកទីនេះជាបណ្ដោះអាសន្នសិនចុះតែលបងពេញចិត្តចុះហត្ថលេខានៅពេលណាក៏ស្រេចតែលបងទៅចុះយើងនិយាយពីកិច្ចការត្រឹមត្រូវវិញបាទលោកនាយ
រឿងក្តីនេះបានបញ្ចូលទៅក្នុងការសម្ងាត់ជាន់ខ្ពស់ហើយក្រៅពីមនុស្សរបស់ពួកលោកមិនអោយអ្នកណាដឹងទេណាបាទលោកនេះនៅរបាយការណ៍ពិនិត្យសាកសពបានបញ្ជូនមកវិញហើយតាមការវិនិច្ឆ័យសាកសពរបស់នារីនោះបានស្លាប់មុនពេលកើតហេតុ7ថ្ងៃមិនអាចចឹងបានទេលោកគ្រូពេទ្យពិនិត្យសាកសពច្រឡំទេដឹងខ្ញុំក៏យល់ថាចម្លែកដែរលបងទី4រឿងក្តីបែបនេះលបងស្ទាត់ជំនាញណាស់តើលបងគិតយ៉ាងម៉េចលោកនេះតើលោកនេះជឿគាត់ដែរបើគាត់ហើយកាលពីមុនគាត់ធ្វើការជាមួយខ្ញុំល្បីខាងចាប់ចោលរហ័សរឿងក្តីបញ្ចប់រហ័សមិនដឹងជាអស់ប្រមាណទេមាត់ឯងក៏ផ្អែមពេកមួកធំយ៉ាងនេះខ្ញុំប្រាប់មិនបានទេលោកអធិការលីងបំបត្តិរឿងក្តីនេះចោលទៅយកសាកសពដុតចោលបាទទេដុតចោលមិនបានទេឈប់សិនប៉ុន្តែបើយើងទុកសាកសពនៅទីនេះគេប្រកាសជាសង្ស័យយកវាទៅកប់ទៅលបងកុំកប់អីបើអញ្ចឹងណែមិនបាច់លេងល្បិចជាមួយខ្ញុំទេរឿងអស់ទាំងនេះខ្ញុំប្រកាសជាធ្វើអស់ចាប្រសើរណាស់នៅពេលដែលយើងស៊ើបការពិតដឹងខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើគ្មានបញ្ហាទេខ្ញុំធ្វើនេះក៏ដើម្បីអ្នកទាំងអស់គ្នាដែរលោកអធិការលីងបាទទេចាប់ពីថ្ងៃនេះតទៅលបងហ្វុងសហការរឿងក្តីនេះជាមួយឯងជាមួយខ្ញុំនៅមានទៀតដើម្បីកុំឲ្យលបងហ្វុងមានការហត់នឿយឲ្យគាត់សម្រាប់ផ្ទះឯងទៅលោកនិយាយលេងសើចទៅដឹងខ្ញុំសម្រេចអញ្ចឹងទៅចោះលោកនាយខ្ញុំណែនេះគឺបញ្ជាចេញទៅបានលោកនាយនិយាយថាគាត់បញ្ចប់រឿងក្តីរហ័សចាប់ចោលរហ័សមិនក៏គាត់ធ្វើប៉ូលីសយូរហើយមិនឡើងបន្សាអញ្ចឹងត្រូវហើយគេបញ្ចប់រឿងក្តីរហ័សចាប់ចោលរហ័សតែខ្ញុំភ្លេចពាក្យបំបត្តិទៀតស្ពេលឆ្នាំងបាយក៏រហ័សដែររហ័សសនាមរបស់គេនៀកគួយខ្ចល់កន្លែងណាដែលគេទៅដល់គេដកទាំងរឹសមើលគេផងណាមិនក៏លោកឲ្យគាត់ធ្វើរឿងក្តីនេះទៀតមានតែគេទេដែលអាចធ្វើបានទៅលោកនាយខ្ញុំលេងសិនហើយបានលោកពូមើលសម្ពត់ខ្ញុំមើលស្អាតទេបន្តិចទៀតពូនឹងចម្រាស់បញ្ជីហើយលោកពូផងសូមអញ្ជើញសាននំពងទៀតបានបាទហើយឆ្ងាញ់ទេអញ្ជើញណែមានកាយបែងនាងនេះស្អាតណាស់ទើបតែចូលហ៎អូយតើអីលោកពូចង់ធ្វើបាបខ្ញុំមែនទេឲ្យមិនដឹងទេហ៎នាងជាក្មួយគាត់ណាលើទេអីមិនដែរណែលោកនេះថាម៉េចលោកនេះឲ្យគាត់ស៊ើបរឿងក្តីជាមួយយើងហើយឲ្យសម្រាប់ផ្ទះយើងទៀតចង់ឲ្យយល់ព្រមដែរខ្ញុំមិនចង់ឲ្យគាត់សម្រាប់ទេប៉ុន្តែនេះជាភារកិច្ច Hello ស្អីខ្ញុំមិនហៅពួកឯងទេណែគ្នាមិនទាន់មានសង្សារទុកឲ្យគ្នាទៅហីចាំមើលនរណាខ្លាំងជាងនរណាសូមអញ្ជើញសូមអញ្ជើញបានមិនបាច់យកកូនសៅចាក់ទេនេះជាកូនសៅបាន急死了នេះគឺវិជាសាស្ត្រថ្មីបានខ្ញុំទៅមុនសូមអញ្ជើញចូលបានសូមអញ្ជើញដោយសេរីបានអូស្អាតមែនលពូជួយបាត់វាខ្ញុំផងណាមនុស្សមិនដូចមនុស្សសោមិនដូចសោលពូបើមិនសាកសមលពូនៅទេខ្ញុំក៏មិនបង្ខំដែរលោកពូមើលត្រីនេះស្អាតណាស់មែននៅណាឲ្យជាផ្លូវបន្តិចកុំមើលតែមកអូយបានធូរបន្តិចពូធូរស្អីហ្នឹងណែកុំមើលបាតដៃពូវិញមើលបាតដៃមើលខាងនោះទៅបន្ទប់ទឹកនេះកន្លែងទីនេះបើលេងចង់ប្រើទៅចោះចាហើយមិនដែលមួយទឹកទេអីលោកពូពិភពលោករបស់យុវជនយើងគឺអញ្ចឹងហើយគ្មានសេរីភាពសោះខាងនោះគឺបន្ទប់ទឹកខាងនេះគឺបន្ទប់ដេកបន្ទប់ទឹកបន្ទប់ដេកលាយឡំចូលគ្នាបើតាមខ្ញុំយល់មិនស័ក្តិសមនឹងលោកពូរស់នៅទេនៅខាងក្រៅមានសន្តាគារមួយស័ក្តិសមនឹងពូណាខ្ញុំឲ្យពូខ្ចីលុយជួយបន្ទប់ពូមិនបាច់សងក៏បានដែរនៅមិនបានទេផ្ទះខ្ញុំក៏ទលាយណាស់ដែរពូ
ចឹងប្រសាហើយលុយនៅសល់$200ឥឡូវឯងយក$100ជិះឡានតាក់ស៊ីទៅចុះទៅអលៀនយកស្បែកជើងឲ្យពូ ចា៎ ល្អណាស់បើលោកពូពេញចិត្តនៅទីនេះហើយខ្ញុំក៏មិនដឹងធ្វើម៉េចដែរហើយខ្ញុំណែក៏លែងគួរសមចំពោះពូទៀតដែរឡា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 ណែសម្លាញ់បើចង់ងូតទឹកមិនក៏បាត់អានេះទៅវិញទៅផ្ទះខ្ញុំតលាយណាឥឡូវយកស្បែកជើងនេះទៅទុកវិញទៅ绿头鹰，绿头鹰，爸爸是个老妖精哥哥。ទៅហើយតាមិនតាន់ទៅទេហេពួកឯងរើបន្ទប់ខ្ញុំមែនទេមិនដឹងជាស្អីទេមិនចេះអ្នកទាំងអស់គ្នាធ្វើស្អីហ្នឹងអ្នកទាំងអស់គ្នាជប់សិនពួកនាងកុំប៉ះពាល់ឲ្យសោះណាឯងចង់ធ្វើស្អីហ្នឹងសម្លាញ់លពូដូចជាហួសហេតុពេកហើយនេះជាផ្ទះខ្ញុំណាលពូខ្ញុំសូមពមៀនឆាប់រើចាញ់ភ្លាមទៅសូត្រធម៌រាល់ថ្ងៃគឺមានចិត្តស្ងប់ស្ងៀមអាសម្លាញ់លោកពូមកកែបរិយាកាសក្នុងផ្ទះឯងប្រកាសជាសំណាងហើយណានេះឯងមិនជួយទេតែជួយអ្នកខ្លះទៅវិញលែងខ្ញុំទៅឯងចង់បាច់ខ្ញុំចេញទៅណែសម្លាញ់កុំធ្វើផ្ដេសផ្ដាសឲ្យសោះណាចេញទៅណែសម្លាញ់ខ្ញុំមកយកខោទេលោកពូមក9ព្រឹកខ្ញុំមកទទួលចេញទៅលពូឲ្យខ្ញុំដេកកន្លែងណាទៅប្រគុណបន្ទប់ទឹកស្រីតឯងតើសន្តាគារក៏មានកន្លែងជួលដែរលពូយកចាញ់ភ្លាមមកយកស្អីតែលេកំងណាហើយមិនចេះស្ដាប់ភាសាឯងទេបើមិនយកចាញ់ទេប្រចាំខ្ញុំខាងណាលោកពូមិនតាន់ដេកទេលោកពូម្នេះមកលពូយកចាញ់ភ្លាមមកចង់មែនហ្មងមីកាយថ្លៃកន្លែងខ្ញុំដេកមិនលក់ទេសងំដេកទៅលោកពូច្រៀងបំពេឲ្យខ្ញុំដូចសັບដងទៅ小小的羊儿呀，唱一句哦。睡了。ដែរណាស់ដែលពូមិនមែនជាអ្នកចម្រៀងឯងដែរណាស់ដែលដេកគ្មានថ្វីដៃសុំទោសមុនពេលដេកខ្ញុំតែងតែទម្លាប់ហាត់ប្រាណចឹងឲ្យបានល្អណាស់ចាំខ្ញុំទៅឆុងតែចាត់មកកែវកំដរឯហាត់ប្រាណឆុងតែចាត់ខ្ញុំនឹងឆុងកាហ្វេវិញយំមិញមិនបានដេកហ៎អាឡ័យធ្វើចោលមែនទេកំពុងបញ្ចេញមហិទ្ធិរិទ្ធណាឯងនឹងពូមិនត្រូវគ្នាមែនទេចំណែកគ្នាវិញត្រូវគ្នាសម្បើមណាឈុំនិយាយពីរឿងហ្នឹងទៀតទៅអញស្អប់សម្បើមណាអរុនសួស្ដីលោកពូយើងចាប់ផ្ដើមដោយរបៀបណាទៅបានយើងទៅជៀនសាជួយទៅដើរលេងហ៎
សុំជិះលពូលពូនាំពួកខ្ញុំទៅណាហ្នឹងទីនេះជាសង្សាររបស់ជូជូឈ្មោះអាទីគេជាអ្នកបើកកន្លែងនេះលពូមុនធ្វើសកម្មភាពលោកពូសួរពួកខ្ញុំសិនទៅមុននឹងចូលកន្លែងឯកជនតើមានបញ្ជាឆៃឆេទៅចូលបានណាអត់បញ្ជាឆៃឆេឆៃមិនបានទេលពូយើងគិតយ៉ាងម៉េចទៅតាមគាត់ទៅបើមិនអញ្ចឹងវីវហើយពួកលោកឲ្យខ្ញុំជួយអីហ៎លោកពូកិច្ចការកប៉ិចកប៉ុកបែបនេះទុកឲ្យខ្ញុំធ្វើបានហើយសុំទោសបានខ្ញុំចង់ចូលទៅមើលខាងក្នុងមួយផ្លែតបានទេអូខេណែខ្ញុំចង់ចូលរួមសមាគមរបស់ពូនាងបានណែខ្ញុំគឺជាប៉ូលីសណាទីនេះមិនមែនសមាគមប៉ូលីសទេនាងកុំកេងកាងពេកបានទេថយក្រោយណែនាងពួកខ្ញុំគឺជាក្រុមត្រាវជ្រាវជនទុច្ចរិតថ្មីនេះខ្ញុំសង្ស័យថាមានមនុស្សប្រើប្រាស់លុយខ្លាំងៗដើម្បីជៀសវាងកុំឲ្យខាតបង់សូមពួកនាងសហការជាមួយខ្ញុំចានាងបើកហប់លុយនេះមើលចាលុយនេះគឺមានបញ្ហាខ្ញុំអត់ដឹងទេលុយនេះគ្មានតាក់ទងខ្ញុំទេអ្នកណាជាអ្នកឲ្យនាងដូចជាលោកឈៀងជាមួយអាចឈៀងគិតកោហ្នឹងលោកកំបាញ់អីបានហើយទុកកំភ្លើងវិញទៅទេពួកខ្ញុំមិនដែលស្គាល់គ្នាទេប៉ុណ្ណឹងបានហើយដើម្បីសុវត្ថិភាពរបស់នាងក្រាបចុះភ្លាមទៅក្រាបចុះទុកកំភ្លើងវិញទៅអរគុណពួកលោកហើយចាក្រាបចុះលោកពូសូមអញ្ជើញបានលោកពូកុំថាខ្ញុំមិនគិតពីលោកពូបើមានការស្អីលោកពូនឹងឈរពីក្រោយខ្នងខ្ញុំទៅឲ្យខ្លាចមែនហើយខ្លាចការពីលោកពូមិនបានណាលោកពូកិច្ចការកំពេចកប៉ុកបែបនេះទុកឲ្យពួកខ្ញុំធ្វើបានណាហេបងលោកពូចាំផ្លែនណាសុំតើអាយទីមិននៅទីនេះទេបានអ្នកណាចោលរកគាត់ខ្ញុំគឺជាប៉ូលីសបានអាចមិនស្គាល់ទេអាយអាយចង់រករឿងអីយ៉ាងម៉េចទប់ចិត្តសិនទៅអាឡូរត់ណាគេបានអាយទីនៅទេចាំមកផ្លែតអាយទីមានទូរស័ព្ទអរគុណអាឡូតើតាឯងជាសមាជិកសមាគមទើបអាចចូលបានខ្ញុំជាប៉ូលីសចង់ស៊ើបរឿងក្តីមួយបានជាខ្ញុំមកពិភាក្សាជាមួយ IT ចឹងហើយយកប៉ូលីសមានអីគួរអស្ចារ្យទៅយើងឈ្មោះថាឈៀងហើយចោទថាយើងចាយលុយខ្លាំងៗឯណាផោះតាំងបានហើយ IT នៅខាងក្នុងឯណោះបើគ្មានផោះតាំងមិនអាចចាប់យើងបានទេកុំភ្លេចថាទីក្រុងហុងកុងមានច្បាប់ណាបបអាចង្រៃហ៊ានជាអញផងឯងហ៊ានបាយប៉ូលីសផងដាក់ខ្នោះវាភ្លាមទៅអាប់ដាក់ខ្នោះវាភ្លាមទៅអូយកុំដេញតាមវាអីកុំខកខ្ញុំអីកុំដេញតាមជួយយួរឲ្យបានខ្ញុំជួយយួរឲ្យបានឈប់សិនចុះពីឡានមកចង្រៃយកឈប់សិនខ្ញុំជាប៉ូលីសណាឆាប់ដេញឡានខាងមុខឲ្យខ្ញុំភ្លាមទៅអូខេបានឈប់សិនខ្ញុំមិនទាន់ជិះឡានទេខ្ញុំទៅហើយសម្លាញ់ឯងយ៉ាងម៉េចទៅហើយតាមវាតន់ទេតើវានៅណាទៅវារត់បាត់ទៅហើយថាម៉េចលោកពូវារត់បាត់ទៅហើយ
គាត់ចង់បន្លាយខ្សែស្ទូចត្រីធំតែគាត់ភ្លេចដាក់លុយបាត់ទៅហើយលពូវារត់បាត់ទៅហើយគាត់លពូធ្វើស្អីហ្នឹងយន់ដេញព្រលឹងអាយ៉ាសុំទោសបានគាត់ឡប់សតិទេថាមិនឡប់សតិអ្នកអាល្អិតពួកគេសំពះទេវតាត្រូវមានចិត្តជ្រះថ្លាណាកំពុងធ្វើស្អីហ្នឹងមើលទៅដូចជាសែនទេវតាអញ្ចឹងអូខ្ញុំមិនដែលស្គាល់គាត់ទេមិននឹងដឹងថាគេកំពុងធ្វើអីទៅបានលោកអធិការលីចុះក្រែងថាមិនស្គាល់គ្នាខ្ញុំដឹងថាវានៅទីណាហើយយើងអាចដេញតាមវាបានអេលពូឈប់សិនហើយវានោះគិតយ៉ាងម៉េចទៅដកធូបចេញវាអស់អីហើយដកធូបចេញអស់អីហើយយ៉ាងម៉េចហ្នឹងមានការស្អីអើយស្អុយណាស់ឲ្យលឺឡើងតាមទម្លាប់ត្រូវឆែកខ្លួនសិនសុំទោស进来អ្នកស្រីរឿងក្តីរបស់ជូជូមានប៉ូលីសមករកដល់ផ្ទះខ្ញុំហើយបានរបស់ដែលឯងប៉ះពាល់ហើយអ្នកស្រីមិនត្រូវការទៀតទេជូតឈាមដែលនៅលើថ្ងាសចោលទៅខ្ញុំត្រូវការលុយមួយចំនួនដើម្បីគេចខ្លួនសិនបានមានលុយក៏គ្មានជីវិតចាយវាដែរលើកលែងឲ្យខ្ញុំទៅជនជាតិនឹងឲ្យលុយយើងប៉ុន្តែក្រុមជនអន្តពារនៅក្រុងហុងកុងយើងត្រូវតែបញ្ជូនវាមកកម្ចាត់ចោលឲ្យអស់បាទ停车退后បើកចូលភ្លាមទៅបើកឡានដើរលេងឯងធ្វើស្អីហ្នឹងហើយមានកាយនេះជាឡានរបស់ IT ណាអូ
លោកពូចាំជាបកកែមែនលោកពូខ្ញុំសូមធ្វើជាកូនសិស្សហើយឡាននៅទីនេះតែមនុស្សមិនដឹងជានៅឯណាទេនៅខាងក្នុងឯនោះមិនបានជាពូដឹងថានៅខាងក្នុងស្ដាប់គាត់និយាយសិនហើយមើលរូបចម្លាក់ពូមួយគូដែលបែរទៅរកសសរទាំងពីរបុណ្យលើព្រះអាទិត្យមិនអាចឆ្លុះចូលទៅក្នុងបានចំហាយទឹកសន្សើមក៏បានប្រមូលផ្ដុំចំហាយខ្មោចក៏បានប្រមូលផ្ដុំដែរបើចំហាយទាំងពីរនេះវារួមសហការគ្នាវានឹងអាចកើតឡើងជាកន្លែងសាហាវបានហើយយើងមកស្រាវជ្រាវរឿងក្តីមិនមែនមករកភូមិសាស្ត្រទេមិនក៏ឯងមិនជឿគាត់បើយកពាក្យនេះទៅតុលាការគេបញ្ជូនយើងទៅពេទ្យឈួតហើយដឹងតែពីរឿងចាប់ឃាតកររឿងអ្វីទៀតឯងមិនដឹង22:37ទៅហៅមនុស្សឲ្យពិនិត្យឡាននេះជាបន្ទាន់ហើយត្រូវបិទកន្លែងកើតហេតុបើគ្មានបញ្ជាពីខ្ញុំទេមិនឲ្យនរណាចេញចូលលើទេលោកអធិការនេះគឺជាបញ្ជានៅលោកអធិការនេះគឺឯងមករៀនមើលភូមិសាស្ត្រតាមគាត់ឬមួយក៏ឯងចង់ធ្វើជាប៉ូលីសនិយាយទៅហ៎លោកពូសុំទោសឈប់សិនលោកពូក្នុងនាមខ្ញុំជាថ្នាក់លើបញ្ជាពីខ្ញុំឲ្យពូយាមឡាននេះលើទេលោកពូចង់ធ្វើស្អីហ្នឹងឆាប់លេខខ្ញុំរៀបទៅខ្ញុំនឹងប្តឹងពីពូហើយលោកពូតើអាចមានគ្រោះថ្នាក់ទេលោកពូចាំតែជាប់គុកទៅយ៉ាងច្រើនក្លាប់ឡានតែប៉ុណ្ណោះទេទៅយើងកុំឲ្យគាត់មានគ្រោះថ្នាក់អីហើយមើលសួនច្បារទាំងមូលក្រាលសិតតែដីខ្មៅអត់មានស្មៅដុះមួយដើមទេបើខ្ញុំទីមិនខុសទេនេះគឺជាដីកំបោរមានពណ៌សតើខាងក្រៅខ្មៅខាងក្នុងសពិតជាកំបោរមែនមានប្រយោជន៍អីទៅលោកគ្រូជាវិធីចិញ្ចឹមសាកសពមានតាំងពីបរមបុរាណមកលោកពូមានបាញ់កញ្ចក់បាក់ផ្កាក្រូចនេះគឺជាបកមួយចម្លែកនៅក្រៅមហាមេឃពីដំបូងគឺនៅតែប្រទេសចិនទេក្រោយចំនួនរាជការថងប្រទេសចិននិងប្រទេសជប៉ុនបានទំនាក់ទំនងគ្នាបកផ្កាក្រូចគឺបង្កើតឡើងនៅពេលនេះហើយអូយអញ្ចឹងគេយកកញ្ចក់នេះមកធ្វើអីកញ្ចក់នេះសម្រាប់ប្រមូលធម្មពលពីព្រះអាទិត្យនិងព្រះច័ន្ទដើម្បីចិញ្ចឹមសាកសពនិងខ្មោចបិសាចនានាណាលោកពូអញ្ចឹងគឺមិនដល់សតថាចូលកោផ្លូវនេះចូលទៅឋានបិសាចណាអូខ្ញុំយល់ហើយលោកពូមិនបាញ់មិញលោកពូយកបន្តោងមរតកនេះទៅសាកល្បងមើលហើយបង្ហាញឲ្យឃើញថាមិនសាកសមនឹងពួកគេទេនេះបញ្ជាក់ថាមនុស្សនិងខ្មោចមិនត្រូវគ្នាមែនទេបើអញ្ចឹងចូលចាប់វាទៅសត្រូវងងឹតយើងភ្លឺចូលទៅមានគ្រោះថ្នាក់ណាស់បើអញ្ចឹងយើងគិតយ៉ាងម៉េចលោកពូធ្វើអញ្ចឹងទៀតហើយ
លោកពូមិនពេញចិត្តនឹងខ្ញុំតែប្តឹងថ្នាក់លើក៏បានដែរបើសិនជាថ្វាយព្រះសម្ពះទេវតាអាចបញ្ចប់រឿងក្តីនោះបានអញ្ជើញទៅធ្វើអាចារ្យមិនបាច់ធ្វើបលិសទេលោកពូលើអធិការខ្ញុំស៊ើបដឹងហើយស៊ើបដឹងផ្លែប៉មហ្នឹងមែនទេមែនទេមកនេះឯស៊ើបដឹងរឿងអីទៅក្រុមហ៊ុននោះជនជាតិជប៉ុនជាអ្នកបើកណាមែនទេរឿងនេះកុំឲ្យលោកពូដឹងឲ្យសោះយើងទៅស៊ើបដោយខ្លួនឯងមិនបានទេបើគាត់ទៅទើបបានក្តីសុខតែបើគាត់ទៅខូចការប៉ុន្តែយ៉ាងម៉េចតែចង់ធ្វើជាឧបករណ៍ប្រើប្រាស់របស់គាត់លោកពូពួកខ្ញុំទៅមើលគាត់ណាលោកពូខ្ញុំទៅពួកលោកចេញទៅណាទៅមើលគាត់ណាទៅរបស់ទាំងនេះមកឲ្យពួកលោកញ៉ាំឲ្យសំទៅណាអូមិនបាច់ទេខ្ញុំមិនឃ្លានទេប៉ុន្តែខ្ញុំឃ្លានណាលោកពូអូប្រាប់ឲ្យថាកុំឲ្យដើរប្រទេសផ្ដាខ្ញុំដឹងថាលោកពូលំបាកបានទិញអាហារមកឲ្យលោកពូពិសាអូលំបាកនេះឆ្ងាញ់ណាស់ណោះមែនហើយលោកអធិការលេងលោកចង់ញ៉ាំទេលោកអធិការលេងណាទៅចាក់ទឹកតែពូមកកើចារឿងក្តីនេះសាហាវណាស់រឿងក្តីនេះប្រកាសជាសាហាវហើយឡានបុកខ្ទេចអត់ទៅហើយរឿងក្តីនេះមិនទាន់បានចប់ទៀតលោកគ្រូតើមានមធ្យោបាយណាអាចទៅយកសារសពបានទេលោកគ្រូវិជាខ្ចីសាកសពមាន5យ៉ាងគឺមាសឈើទឹកភ្លើងដីមួយមុខណាក៏ប្រើយន្តសូនបល័យដែរលោកគ្រូតែខ្លួនជួអត់មានអ្វីទាំងអស់លោកពូបើរកឃើញយន្តនោះគឺយើងអាចរកឃើញមនុស្សដែលធ្វើមន្តអាគមហើយបាត់បត់ទៅខ្ញុំទៅចាក់មកកៅទៀតចាបានហើយយើងដល់មកណែដល់គ្នាដើរបណ្ដាស៊ីបណ្ដាទៅលើឡើងខ្ញុំក៏ទៅជាមួយឯងដែរលោកពូទៅដែរបន្ទប់ពិសោធន៍មានមុខសញ្ញាហើយមុខសញ្ញាឯងធ្វើជាឧបករណ៍របស់គាត់ទៅនៅលើក្បាលរបស់នាងស្អែកនាងចេញទៅហើយណាភ្លើង哇វាសិតតែប្រើយន្តទឹកកកទាំងអស់យន្តទឹកកកត្រូវហើយយន្តទឹកកកឲ្យតែចូលក្នុងខ្លួនមនុស្សគឺរលាយអស់អញ្ចឹងបានជាលោកគ្រូពេទ្យពិនិត្យសាកសពមិនចេញណាអូលោកពូបកែអស់ចាមែនរឿងបែបនេះគឺលោកពូអាចកុហកខ្ញុំបានដែរដល់ម៉ោងទៅហើយយើងសុំទោសខ្ញុំទៅហើយលោកពូឲ្យលើឡើងលោកពូ哇急什么嘛រួចឯងចង់ធ្វើស្អីហ្នឹងចាក់សៅគាត់ទៅកុំឲ្យរញ៉េរញ៉ៃខ្លាំងពេកនៅខាងក្នុងតិចណាឯងចង់ខ្លះសេគាត់ឲ្យងាប់បានទេខ្លះសេស្អីគាត់មិនងាប់ទេទៅយើងឆាប់លេងគាត់ភ្លាមទៅណែស្រាវជ្រាវរួចហើយសិនចាំដោះលេងគាត់ចេញមកណាណែចុះហត្ថលេខាមួយសិនទៅឡើងប្រយ័ត្នចង្រៃយកឯងចង់សម្លាប់អញផងចង្រៃឯងចង់សម្លាប់យើងចេញភ្លាម
ញកនប្រយោជន៍ដែរអរគុណសោមណាកុំតាំងខ្លួនធ្វើជាអ្នកក្លាហានអាចចង្រៃយកនេះជាកូនសោឡានទេអើយបុកវាទៅឲ្យលឿនឡើងឯងទប់ទៅនឹងវាទៅអើយលពូសាកសពចេះដើរតោងចាំងឡើងទៅកុំចុះមកឲ្យសោះបំណុលរបស់វារកឯហើយមិនមែនទេដឹងអូឆាប់ទាញខ្ញុំឡើងភ្លាមទៅអូយទាញមិនរួចទេរបូតទៅឥឡូវអើយឆាប់ឡើងទៅលើភ្លាមទៅចាប់មកជាប់我抓住了！哎，不行了！快下去！ឆាប់ឡើងទៅលើភ្លាមទៅលពូយើងគិតយ៉ាងម៉េចទៅលពូអាយ៉ាវីបយយើង3នាក់ធ្ងន់ពេកឯហ្នឹងឆាប់លើភ្លាមទៅអើយវីបយ快走！rồi còn lại buồn thêm tưលោកគ្រូពួកវាដេញតាមខ្ញុំហើយឆាប់ដុតអានេះភ្លាមទៅមិនដុតអាហ្នឹងទេអើយឆាប់រត់ទៅបន្ទប់ពិសោធន៍ឆេះខ្ទេចខ្ទីអស់តើឯងធ្វើស្អីទៅស៊ើបរឿងក្តីសាកសពវាយប៉ូលីសឬក៏សាកសពងាប់ប្រែប្រួលតើខ្ញុំសរសេររបាយការណ៍យ៉ាងម៉េចសរសេរតាមការប៉ັດទៅខ្ញុំនិយាយប្រាប់ឯងតាំងពីដំបូងម្ល៉េះត្រូវហើយក៏ប៉ុន្តែមិនបាច់ប្រើដៃធ្ងន់បែបនេះបានទេលោកអធិការលីងបាទលោកនាយហេតុអីបានខ្លាចទៅជាបែបនេះលោកពេញចិត្តចំពោះគាត់ឬមិនពេញចិត្តលោកនិយាយមកចោះអាក្រក់ឬល្អនិយាយត្រង់មក
គាត់មិនស្ដាប់បញ្ជាខ្ញុំទេគាត់ធ្វើការងារអន់ថយណាគ្មានស្មារតីវិទ្យាសាស្ត្រទេគ្មានគុណសម្បត្តិបន្តិចណាទេតែគាត់ជាប៉ូលីសដ៏ល្អម្នាក់ប៉ូលីសដ៏ល្អខ្ញុំធ្វើទៅភារកិច្ចរបស់ខ្ញុំទេបាញ់មិញនេះលោកថាគាត់រងគ្រោះមែនទេប៉ុន្តែគាត់មានគោលការណ៍ការងារគាត់អន់ថយទៀតគាត់មានប្រសិទ្ធភាពណាស់គាត់គ្មានស្មារតីវិទ្យាសាស្ត្រការប៉ັດរឿងក្តីនេះមិនមែនជារឿងវិទ្យាសាស្ត្រទេបាទបើអញ្ចឹងលោកជឿគាត់ហើយបើសិនជាគ្មានគាត់ទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយព្រោះគាត់ជួយជីវិតខ្ញុំនិយាយគ្នាចប់ហើយរឿងហ្នឹងបើនិយាយចប់ហើយយកកៅអៅឲ្យខ្ញុំផងល្អបើសិនជាលោកទាំងពីរមានចិត្តតែមួយអញ្ចឹងច្រើនណាស់គេបញ្ឈប់ការងារខ្ញុំនឹងជួយគាំទ្រពួកលោកជានិច្ចអរគុណឲ្យលោកនេះលើយកកៅអៅអ្នកមានគុណឯងផងដល់ពេលញ៉ាំបាយហើយលោកចូលចិត្តញ៉ាំមីណាម្ចាស់នេះរបស់លោកអរគុណនាងហើយនាងល្អចំពោះខ្ញុំណាយើងញ៉ាំបាយពេលណាក៏ត្រូវចែកម្ហូបគ្នាដែរចាំជាពិបាកមែនស៊ីជាមួយគ្នាទៅល្អបើអញ្ចឹងញ៉ាំជុំគ្នាតែម្ដងទៅហើយយើងញ៉ាំបាយជាមួយគ្នាអញ្ចឹងដូចជាគ្រួសារតែមួយហើយមែនទេបងត្រូវហើយយើងសហការគ្នាដោយគ្រួសារតែមួយអញ្ចឹងយើងមិនឆាប់រឿងក្តីនេះគង់តែចប់ទេរឿងក្តីរបស់យើងនេះមិនមែនជាជនអន្តពាលធម្មតាទេការពិតឯងទាំងពីរគ្មានសមត្ថភាពអាចទប់ទល់ជាមួយវាឡើយបើឯងមិនស្ដាប់តាមខ្ញុំឯងនឹងមានគ្រោះថ្នាក់អរគុណហើយលោកគ្រូឯងមិនមែននិយាយពីឯងទេអញនិយាយពីអានោះខ្ញុំអួលបាយហើយខ្ញុំទៅរកទឹកផឹកសិនឯងចាំមិនលោកពូលោកអធិការលេងមានគ្រោះថ្នាក់ទៅដឹងកុំចាត់បីសាញលោកពូទុកសម្រាប់ការពារខ្លួនបើនរណាត្រូវការវាពូនឹងឲ្យវាចុះខ្ញុំយល់ហើយលោកពូឯងគួរតែគោរពមនុស្សចាស់ផងទៅខ្ញុំដឹងហើយរឿងនេះខ្ញុំអាចទ្រាំបានណាហើយខ្ញុំសុំទោសណាចាំមួយផ្លែតខ្ញុំត្រឡប់មកវិញឥឡូវចាំផ្លែតណាចាំផ្លែតមានកាយខ្ញុំគិតថាគិតអីទៅខ្ញុំហៅលោកចេញមកគឺចង់និយាយជាមួយលោករកអធិការលីងទៀតដែរមានកាយចេះការប៉ិនលោកពូយកចិត្តទុកដាក់ចំពោះលោកណាបន្តមរតកនេះអាចបណ្ដេញបិសាចបានណានិយាយការប៉ិនទៅចប់បើសិនជាមរតកនេះលោកពូឲ្យខ្ញុំមិនទទួលទេបើនាងឲ្យខ្ញុំជាវត្ថុមួយប្រចាំខ្សែឲ្យមែនទេខ្ញុំស្អប់លោកណាខ្ញុំស្អប់លោកឯងណាលាដែរបន្តោងនេះមិនអាចទុកក្នុងហៅប៉ៅបានទេត្រូវមានចិត្តជ្រះថ្លាឲ្យពាក់វាទៅខ្ញុំស្ដាប់សម្ដីលោកពូហើយបានលោកគ្រូថ្ងៃនេះយើងទៅស៊ើបកន្លែងណាទៀតបានអត់ទៅណាទេឡើងទៅលើមើលវាផងកុំឲ្យវាដាក់ប្រេបដាបាទលោកគ្រូលោកគ្រូមានកាយហ្នឹងថ្ងៃនេះឯងស្លៀកពាក់ស្អាតបាតណាស់ឯងទៅស៊ីការគេមែនទេឯងកុំក្អេងក្អាងពេកយើងមិនទាន់ចាញ់ឯងទេបានហើយយើងឆាប់នាំគ្នាទៅណាក្រែងឯងនិយាយថាម្ចាស់ក្រុមហ៊ុនមានជនជាតិជប៉ុនម្នាក់ហើយវាយ៉ាងម៉េចកុំឲ្យលោកពូថាយើងធ្វើការមិនកើតណាទៅយើងមានកាយលោកពូហាមផ្ដាច់មិនឲ្យឯងចុះទៅណាទេឲ្យខ្ញុំមើលឯងណាបើអញ្ចឹងប៉ូលីសបើអត់មានគាត់មិនបាច់ចេញទៅធ្វើការទៅហើយគាត់ផ្ដាំខ្ញុំអញ្ចឹងមិនបាច់និយាយច្រើនទេឥឡូវឲ្យកូនសោឡានមកខ្ញុំមកឲ្យលឺឡើងឲ្យលឺឡើងមកឯងនេះរឹងរូសសម្បើមណាឲ្យលឺឡើងមក
ក្រៃឯងធ្វើទៅទេខ្ញុំខ្លាចខូចឡារបស់ខ្ញុំទេតោះអើយមិនដឹងជាស្អីទេ រួចរត់អស់ហើយសូមស្វាគមន៍ សម្លាញ់គ្នាមកដល់ទីនេះដូចជាខ្លាចសម្បើមណាស់វ៉ៃឯងនេះកំសាកសម្បើមណានៅសម្លាញ់ លោកមកប្រហែលអ្នក ពីរនាក់ អញ្ជើញខាងនេះចាអញ្ជើញអង្គុយចា អរគុណយ៉ាងម៉េចហ្នឹងឯងមើលស្អីឯងមានចាប់អារម្មណ៍ឃើញនារីនោះដូចជាចម្លែកណាយើងធ្លាប់ស្គាល់នាងម្ដងណាហើយមានអានេះហើយចាំបាច់ខ្លាចធ្វើអីឯងមានតែខ្ញុំអត់ទេខ្ញុំនិយាយតទៅទៀតទៅនៅបើស៊ើបតទៅទៀតគ្មានបានស្អីទេខ្ញុំត្រឡប់ទៅវិញសម្លាញ់អង្គុយចុះសិនទៅពេលនេះយើងកំពុងតែស៊ើបរឿងក្តីបើឯងបើកទ្វារទៅអ្នកជួញគ្រឿងញៀនមានច្រើនណាស់គេមិនដែលប្រាប់ឯងថា Hello មកចាប់ខ្ញុំចុះមិនមែនអញ្ចឹងទេមិនមែនទេឯងមើលណោះទីបំផុតយើងបានជួបមុខគ្នានិយាយហើយ ខ្ញុំមិនដែលស្គាល់នាងទេតើមានអីនិយាយគ្នាទៅ ខ្ញុំក៏មិនចង់និយាយបាត់បែនដែរ អើយខ្ញុំប្រាប់ថាទីនេះវាគ្រោះថ្នាក់ណាស់ឯងមិនជឿខ្ញុំទេ បើលោកមិនយល់ទាស់សូមទទួលរបស់នេះទុកចុះ វ៉ៃគួយ ការពិតយើងទឹកទន្លេមិនបំពេញលើទឹកអណ្ដូងទេបើយើងនៅតែប្រយុទ្ធទៀតប្រកាសជាស្លាប់ទាំងសងខាងលោកផឹកស្រាមួយកែវហើយពិចារណាមើលសិនទៅ ខ្ញុំមិនបាច់ពិចារណាទេបាទខ្ញុំមិនទាស់ជាមួយអ្នកនាងទេខ្ញុំគិតថាខ្ញុំលៀនអ្នកនាងសិនហើយទៅយើងឥឡូវឡើងឥឡូវឡើងអាយ៉ាអើយ លោកទាំងពីរទៅដោយរបៀបនេះដូចជាគ្មានចិត្តស្មោះត្រង់ ចិត្ត ទេ ស្មោះត្រង់យ៉ាងម៉េចទៅ សុភាសិតចិនបាននិយាយថាខ្លួនប្រានសក់នឹងស្បែកត្រូវថ្វាយជូនឪពុកម្ដាយខ្ញុំនឹងកាត់សក់ស្បាត់អ្នកដែលក្បត់ពាក្យសម្បត្តិគឺត្រូវដោយសក់ក្បាលនេះអញ្ចឹង អូស្មោះត្រង់ហ៎ល្អគ្មានបញ្ហាទេខ្លួនប្រានស្បែកនឹងសក់ក្បាលថ្វាយជូនឪពុកម្ដាយអញ្ចឹងហ៎អីអើយសម្លាញ់ដុតភ្លាមទៅណែបានហើយសក់ក្បាលខ្ញុំកាត់ថ្វាយជូនឪពុកម្ដាយហើយនៅសៀមទូរស័ព្ទភ្លាមទៅ ការពិតអ្នកខ្លាំងពូកែនៅមានអ្នកខ្លាំងពូកែទៀត អ្នកស្រីយើងគិតយ៉ាងម៉េច
គ្មានបញ្ហាទេយើងទុកទីនេះចុះ 哇，啊！ này phim Lục Tô chặt chui cái phim tên quạt chân sạp hay lực cừu chặt chui về phong tên lực cừu lực cừuពួកខ្ញុំដឹងហើយចំហើយបីសាច់ចូលដកបេះដូងហើយណា ta ai chui quạt bàn tê ទាល់តែមានមនុស្សកាន់ភ្លើង3នាក់ឲ្យតែភ្លើងនោះនៅជុំគ្នាហើយឆ្លងកាត់សរសៃឈាមរបស់គេបង្កើតជាធាតុក្តៅធ្វើឲ្យឈាមរបស់គេពុះកញ្ជ្រោលទើបចំហើយត្រជាក់នោះចេញបានប៉ុន្តែវាអត់មានវិញ្ញាណទេប៉ុន្តែឯងមានខ្ញុំឯងបិទភ្នែកទៅហើយប្រមូលអារម្មណ៍ភ្លាមខ្ញុំធ្វើអង្គការទេខ្ញុំជួយឯង តើលោកគ្រូអោបវាមែនវាបញ្ចុំហិតរិតក្នុងមាត់វាប៉ុននេះពេលត្រជាក់គឺវារួចពេលក្តៅគឺវារីកអបចូលក្នុងទូទឹកកកភ្លាមទៅកុំចេញឲ្យសោះពេលវារួចចាំខ្ញុំជួយឯងណា លោកពូអ្នកនំគាត់ឈប់លោតហើយតើធ្វើយ៉ាងម៉េចទៅ យករបស់ដែលដុតបានបិទមាត់វាភ្លាមទៅឲ្យលិច Hurry!
យើងមិនជាអ្នករៀនយុទ្ធសិលកញ្ចក់នេះគ្មានអីសំខាន់ចំពោះយើងទេចូលទៅក្រោមភ្លាមទៅចាលោកគ្រូលោកពូយ៉ាងម៉េចទៅហើយលោកគ្រូធ្វើអីហ្នឹងអញមើលវាមើលតើងាប់ហើយនៅលោកគ្រូមិនបាច់មើលទេបើមិនផ្ទុះងាប់ក៏ត្រូវថ្មសកត់ងាប់ដែរឆាប់រើថ្មភ្លាមទៅ
មិនមែនវាទេអូយសាហាវណាស់ឯងមើលណោះអើយមកទៀតហើយមែនទេអញតើជួយអញផងលោកគ្រូមិនតើស្លាប់ទេអូយជួយទាញអញផងអើយហើយលោកគ្រូយ៉ាងម៉េចទៅហើយអត់អីទេលោកគ្រូអញមកអីទេងើបឡើងលោកគ្រូលោកពូដែលដបគ្នាទៅមើលលៀនផងយ៉ាងម៉េចទៅហើយទៅលោកគ្រូឲ្យមកនេះពួកឯងឆាប់ចុះភ្លាមទៅឲ្យលឿនឡើងលើកវាឡើងកុំប្រឡែងវាឲ្យសោះនោះទេបាន
លោកគ្រូយ៉ាងមិនទៅឲ្យលោកគ្រូអើយអូណែកុំឲ្យចូលចិត្តរបស់នេះឲ្យសោះបាទលោកគ្រូអើយខ្លាចណាស់គ្រូលើកក្រោយមកទៀតខ្ញុំនឹងនាំលោកគ្រូដើរលេងម្ដងណាសុំទោសបានឡប់ទៅតែលោកគ្រូទម្លាប់តែទៅពេលដើរទៅត្រង់ជើង2ដងនោះមកពីជើងខ្ញុំមានដីណាណែស្បែកជើងបងក៏មានដីដែរដល់គ្នាឡើងទូកទៅយើងលោកគ្រូបើមានពេលមកលេងខ្ញុំផងណាបាយ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 លោកពងខ្ញុំភ្លេចរបស់មួយយ៉ាងនៅផ្ទះលើអាចការលេងចាំខ្ញុំជិះកប៉ាល់ជើងក្រោយទៅយកទៅហើយជួយមើលនាងផងណា3ថ្ងៃត្រូវត្រឡប់ទៅវិញខ្ញុំដឹងហើយចាទៅយើងបាយបាយលោកគ្រូខ្ញុំទៅកំដរលោកគ្រូ3ថ្ងៃបានទេហ្នឹងសម្លាញ់សុំច្បាប់ខ្ញុំ3ថ្ងៃផងឯងនេះចំជាអស្ចារ្យឈ្នះខ្ញុំហើយណាខ្ញុំអរគុណនឹងឯងហើយសម្លាញ់លាសិនហើយបាយ